ហេតុអ្វីស្ដេចទេវតាសុខចិត្តខ្លែងខ្លួនជាអ្នកក្ររឿងអានកំបាំងក្រោយបាតព្រះមហាកាសបៈអានកំបាំងបាយទឹកប្រអិននិងក្លិនក្រអូបតែមួយគត់ដែលសាយភាដល់ឋានសួគ៌អំណាចនៃសិលគ្រឿងក្រអូបតែមួយគត់ដែលអាចហើបបញ្ច្រាស់ចោលបានតម្លៃពិតនៃមនុស្សក្លិនក្រអូបដែលឈ្នះរាល់គ្រឿងក្រអូបលើលោកក្លិនអមតៈអានកំបាំងនៃសេចក្តីល្អដែលសាយភាអង្រួនដល់ទេវលោកចម្រើនពរញាតិញោមទាំងអស់គ្នាថ្ងៃនេះអាត្មាភាពសូមលើកយកនៅព្រះគាថាធម្មបទទី56នៅក្នុងពុទ្ធវគ្គទី4ដែលជាវគ្គនិយាយជាប់ទាក់ទងនឹងរឿងផ្កាដើម្បីមកប្រគិនជូនព្រះករណីញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាសម្រាប់ជាការសិក្សាស្វែងយល់ផងធម្មជាតិបានកំណត់ថាគ្រឿងក្រអូបទាំងឡាយទោះជាថ្លៃឬកម្រកម្រិតណាក៏អាចហើរទៅបានតែតាមខ្សែខ្យល់ប៉ុណ្ណោះប៉ុន្តែតើអ្នកដឹងទេថាមានក្លិនក្រអូបមួយប្រភេទដែលមិនត្រឹមតែអាចហើរបញ្ច្រាស់ខ្យល់បានទេតែថែមទាំងអាចសាយភាឆ្លងភពរហូតដល់ឋានសួគ៌ទៀតផងតែអ្នកធ្លាប់គិតទេថាទោះបីជាទឹកអប់ឬក្លឹមច័ន្ទដែលថ្លៃបំផុតលើលោកមានក្លិនក្រអូបយ៉ាងណាក៏ដោយក៏វាអាចហើរទៅបានតែតាមខ្សែខ្យល់ប៉ុណ្ណោះបើខ្យល់បក់បញ្ច្រាស់ក្លិននោះក៏ត្រឡប់ថយក្រោយវិញប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាតើអ្នកដឹងទេថាមានក្លិនក្រអូបមួយប្រភេទដែលមិនត្រឹមតែអាចហើរបញ្ច្រាស់ខ្យល់បានទេតែថែមទាំងអាចសាយភាឆ្លងភពរហូតដល់ឋានសួគ៌ទៀតផងថ្ងៃនេះអាត្មាភាពនឹងបើកកកាយអាចកំបាំងនេះតាមរយៈព្រះគាថាធម្មបទទី56នឹងរឿងរ៉ាវដ៏អស្ចារ្យមួយផងសេចក្តីល្អគឺជាទ្រព្យសកលដែលមិនចេះរលត់ចូលចាប់ផ្ដើមបណ្ដោះក្លិននៃសិលចាប់ពីថ្ងៃនេះតទៅដើម្បីសាងកេរ្តិ៍ឈ្មោះដ៏ក្រអូបនិងទទួលបានសេចក្តីសុខពិតប្រាកដក្នុងជីវិតព្រះពុទ្ធអង្គកំពុងប្រាប់យើងថាគ្រឿងក្រអូបខាងក្រៅឬសម្ភារៈនិយមគ្រាន់តែជារបស់បណ្ដោះអាសន្នការពឹងផ្អែកលើសម្ភារៈដើម្បីលើកតម្លៃខ្លួនឯងគឺមិនស្ថិតស្ថេរទេប៉ុន្តែសិលធម៌និងអំពើល្អគឺជាគ្រឿងក្រអូបខាងក្នុងដែលមិនចេះហើរអស់ក្លិនទោះអ្នកស្លៀកពាក់សាមញ្ញគ្មានទឹកអប់ថ្លៃតែបើអ្នកមានសភាពស្មោះត្រង់មិនបៀតបៀនអ្នកដទៃនិងចេះជួយយកអាសាគេនោះក្លិននៃសេចក្តីល្អរបស់អ្នកនឹងសាយភាចេញទៅឆ្ងាយក្លិននេះមិនត្រូវការខ្យល់ទេវាហើយឆ្លងកាត់ព្រំដែនប្រទេសឆ្លងកាត់ពេលវេលាហើយទាក់ទាញមនុស្សល្អសម្បីតែទេវតាក៏ចុះមកថែរក្សាអ្នកដែរខាងក្រោមនេះគឺជាការលើកយកនៅព្រះគាថាធម្មបទទី56ក្នុងពុទ្ធវគ្គទី4ព្រមទាំងប្រវត្តិរឿងរ៉ាវសេចក្តីអត្ថាធិប្បាយនិងឧទាហរណ៍បញ្ជាក់យ៉ាងក្បោះក្បាយផងព្រះគាថាធម្មបទទី56ព្រះបាលីព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាអបមត្តោអយ៉ាងកិនធោវាយ៉ាងតករៈចន្ទនីយោចៈសីលវតាំងកិនធោវាតិទេវេសុឧត្តមោប្រែសម្រួលជាខេមរៈភាសាថាក្លិននៃក្លឹមច័ន្ទក្តីក្រាសនាក្តីជាក្លិនមានប្រមាណតិចតួចស្រួយស្ដឹងណាស់មិនសាយភាយបានឆ្ងាយទេចំណែកក្លិនរបស់អ្នកមានសិលទៅជារបស់ប្រសើរឧត្តមសាយភាយរហូតដល់ទេវលោកបានអាត្មាភាពសូមលើកយកនៅប្រវត្តិរឿងរ៉ាវមុននឹងអត្ថាធិប្បាយនៅព្រះគាថានេះសាច់រឿងតាក់ទងនឹងព្រះគាថារឿងព្រះអិននិងព្រះមហាកសបថែព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងព្រះគាថានេះឡើងនៅពេលដែលព្រះអង្គគង់ប្រថាប់នៅវត្តវេលវ័នដោយប្រពដល់សកទេវរាជគឺព្រះអិនប៉ុណ្ណាថ្ងៃមួយព្រះមហាកសបថែដែលជាព្រះអរហន្តដ៏ឆ្នើមមួយអង្គបានចេញពីនិរោធសមាបត្តិការចូលសមាធិជន់ខ្ពស់បំផុតរលត់ត្រឹមវេទនានិងសញ្ញាបន្ទាប់ពីលោកបានគង់ចូលសមាធិនេះឲ្យរយៈពេល7ថ្ងៃជាធម្មតាអ្នកដែលបានធ្វើទានដល់ព្រះអរហន្តដែលទៅចេញពីនិរោធសមាបត្តិនឹងទទួលបានអានិសង្សផលបុណ្យធំធេងភ្លាមៗក្នុងជាតិនឹងតែម្ដងផងព្រះមហាកសបថែលោកតែងតែមានសេចក្តីអនុគ្រោះដល់ជនក្រីក្រទើបលោកយាងទៅបិណ្ឌបាតនៅតំបន់អ្នកក្រដើម្បីឲ្យពួកគេមានឱកាសសាងបុណ្យដ៏ធំនេះផងពេលនោះព្រះអិនសកទេវរាជរួមជាមួយព្រះនាងសុជាតាជាមហេសីចង់បានបន់ពីព្រះមហាកសបថែខ្លាំងណាស់ក៏បានក្លែងបន្លំខ្លួនជាប្តីប្រពន្ធត្បាញសូត្រដោយចាស់ជរានិងក្រីក្រតកយ៉ារងចាំដាក់បិណ្ឌបាតនៅពេលព្រះថេរៈនិមន្តមកដល់ព្រះអិនក៏បានយកបាយទឹកមកដាក់ចូលក្នុងបាតគ្រាន់តែបាយនោះធ្លាក់ចូលក្នុងបាតភ្លាមក្លិនក្រអូបនៃអាហារទឹកបានសាយភាយពេញទីក្រុងរាជក្រឹសព្រះថេរៈក៏ដឹងភ្លាមថានេះមិនមែនជាមនុស្សធម្មតាទេគឺព្រះអិននេះឯងក្រោយពីដាក់បាតរួចព្រះអិនមានសេចក្តីត្រេកអរយ៉ាងខ្លាំងក៏ហោះឡើងទៅលើអាកាសហើយបន្លឺវាចាថាអោណោទានជាទានដ៏ប្រសើរតាំងនៅសុបល្អហើយក្នុងព្រះមហាកសបៈព្រះសម្មាសម្ពុទ្ធទ្រង់បានស្ដាប់ឮសម្ដីនោះដោយប្រសោតតទឹកត្រជាទឹកព្រះអង្គក៏បានប្រាប់ដល់ភិក្ខុទាំងឡាយថាទេវតាទាំងឡាយរមែងស្រឡាញ់ពេញចិត្តនឹងតាមថែរក្សាបុគ្គលណាដែលមានសិលបរិសុទ្ធមានការប្រតិបត្តិល្អហើយទ្រង់ក៏បានត្រាស់សម្ដែងនៅព្រះគាថាទី56នេះឡើងបង
ឥឡូវនេះមកភាពសូមធ្វើសេចក្តីអត្ថាធិប្បាយឲ្យក្បោះក្បាយនៅក្នុងព្រះពុទ្ធដីកាទី56នេះព្រះគិថានេះព្រះពុទ្ធអង្គទ្រង់ធ្វើការប្រៀបធៀបរវាងក្លិនរូបវ័ណ្ណក្លិនខាងក្រៅនិងក្លិនគុណធម៌ក្លិនខាងក្នុងក្លិនមានប្រមាណតិចអបមត្តអាយ៉ាងកិនធัวក្លិនដែលបានមកពីរុក្ខជាតិក្រអូបមានតម្លៃថ្លៃដូចជាក្លឹមច័ន្ទឈើក្រស្នាឬផ្កាផ្សេងទោះបីជាវាក្រអូបយ៉ាងណាក៏ដោយក៏នៅមានកម្រិតក្លិនទាំងនោះអាចហើរទៅបានតែតាមខ្សែខ្យល់មិនអាចហើរបញ្ច្រាស់ខ្យល់បានទេហើយវាសាយភាយបានត្រឹមចម្ងាយជិតនឹងមានរយៈពេលខ្លីតែប៉ុណ្ណោះក្លិនរបស់នេះមានសិលសីលបតាំងកិនធោសិលគឺការសង្រួមកាយវាចាចិត្តឲ្យបានល្អបរិសុទ្ធកេរ្តិ៍ឈ្មោះកិត្តិយសនិងគុណធម៌របស់បុគ្គលអ្នកមានសិលត្រូវបានប្រៀបធៀបទៅនឹងក្លិនក្រអូបមួយយ៉ាងដែលអស្ចារ្យបំផុតក្លិននៃសិលនេះមិនត្រូវការខ្យល់ដើម្បីបក់ផាត់នោះទេវាអាចសាយភាយទៅបានគ្រប់ទិសទីទោះស្របខ្យល់ក្តីបញ្ច្រាស់ខ្យល់ក្តីអ្វីដែលរឹតតែពិសេសគឺក្លិននៃគុណធម៌នេះសាយភាយហួសពីមនុស្សលោកឡើងរហូតដល់ទេវលោកឋានសួគ៌ធ្វើឲ្យទេវតាប្រអិនព្រះព្រំកោតសរសើរគោរពនិងជ្រះថ្លាសរុបសេចក្តីមកគុណធម៌និងសេចក្តីល្អដែលបុគ្គលម្នាក់បានសាងសិលគឺជាគ្រឿងក្រអូបប្រកបដោយអមតៈមិនរលត់រលាយទៅតាមពេលវេលានិងមិនចាញ់ឥទ្ធិពលនៃធម្មជាតិឡើយអាត្មាភាពសូមលើកឧទាហរណ៍មកបញ្ជាក់ទីមួយឧទាហរណ៍ក្នុងជីវិតប្រចាំថ្ងៃការប្រើប្រាស់ទឹកអប់និងអត្តចរិតបុគ្គលម្នាក់ស្លៀកពាក់ហឺហាប្រើទឹកអប់ម៉ាកយីហោល្បីតម្លៃរាប់ពាន់ដុល្លារដើរទៅណាមកណាមានក្លិនក្រអូបឈ្ងុយឈ្ងប់ប៉ុន្តែគាត់ជាមនុស្សពាលចូលចិត្តកេងប្រវ័ញ្ចជេរប្រមាថនិងធ្វើបាបអ្នកដទៃពេលគាត់ដើរកាត់ក្លិនទឹកអប់អាចធ្វើឲ្យអ្នកជំវិញខ្លួនធុំក្លិនក្រអូបមួយផ្លែតមែនប៉ុន្តែក្នុងចិត្តរបស់គេមានតែការស្អប់ខ្ពើមនិងរិះគន់ផ្ទុយទៅវិញស្ត្រីម្នាក់ដែលជាអ្នកលក់បន្លែគ្មានលុយទិញទឹកអប់ប្រើស្លៀកបំពាក់ប្រឡាក់ដីប៉ុន្តែគាត់មានសីលធម៌ល្អនិយាយស្ដីពីរោះស្មោះត្រង់និងតែងតែជួយយកអាសារអ្នកជិតខាងក្លិននៃសេចក្តីល្អរបស់គាត់បានធ្វើឲ្យមនុស្សពេញមួយភូមិគោរពស្រឡាញ់កោតសរសើរទោះបីជាគាត់នៅទីណាក៏គាត់មានគេនិយាយល្អពីគាត់ដែរទី2ឧទាហរណ៍ក្នុងប្រវត្តិសាស្ត្រនិងសង្គមគេឈ្មោះរបស់ឥស្សរជនឬព្រះសង្ឃដែលប្រតិបត្តិល្អឧទាហរណ៍ដូចជាព្រះមហាកោសនន្តៈឬអ្នកប្រាជ្ញផ្សេងៗលោកបានលាចាកលោកនេះទៅអស់រយៈពេលជាច្រើនឆ្នាំមកហើយរូបកាយរលាយបាត់សូន្យប៉ុន្តែក្លិនពុលគឺគេឈ្មោះនិងស្នាដៃរបស់លោកនៅតែក្រអូបសាយភាយឲ្យមនុស្សចំនួនក្រោយគោរពបូជារហូតដល់បច្ចុប្បន្ននេះគឺជាយោចៈសិលវតាំងកិនធោវាតិទេវសុឧត្តមោក្លិនរបស់អ្នកមានសិលក្រអូបចោកចាយឧត្តមថ្លៃថ្លាបំផុតការសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅនៅព្រះគាថានេះនឹងធ្វើឲ្យយើងមើលឃើញពីតម្លៃពិតនៃជីវិតដែលព្រះពុទ្ធសាសនាបានអប់រំមកភាពសូមធ្វើការអធិប្បាយពង្រីកសេចក្តីបន្ថែមនៅអត្ថន័យកំបាំងនិងទស្សនវិជ្ជាដ៏ជ្រាលជ្រៅនៃព្រះគាថានេះដូចខាងក្រោមទី1ទស្សនវិជ្ជាប្រៀបធៀបរវាងរូបធម៌និងនាមធម៌ព្រះសម្មាសម្ពុទ្ធទ្រង់ជាកម្ពូលអ្នកចិត្តសាស្ត្រព្រះអង្គបានយករបស់ដែលមនុស្សទូទៅឲ្យតម្លៃនិងគិតថាមានតម្លៃបំផុតដូចជាក្លឹមច័ន្ទឬឈើក្រស្នាដែលជាគ្រឿងក្រអូបរបស់ភិក្ខុជនចំនួននោះមកប្រៀបធៀបដើម្បីបំបែកការយល់ខុសរបស់មនុស្សគ្រឿងក្រអូបខាងក្រៅរូបធម៌វាស្ថិតនៅក្រោមច្បាប់ធម្មជាតិគឺអនិច្ចំភាពមិនទៀងទាត់ទឹកអប់ឬផ្កាទោះក្រអូបយ៉ាងណាក៏គង់តែហើរអស់ក្លិនឬស្វេស្រពន់ទៅវិញការពឹងផ្អែកលើសម្ភារៈក្រៅខ្លួនដើម្បីលើកតម្លៃខ្លួនឯងគឺជារឿងមិនចៃរកាឡើយសិលឬគុណធម៌ខាងក្នុងនាមធម៌សិលគឺជាការអប់រំកាយនិងវាចាឲ្យមានសណ្ដាប់ធ្នាប់វាគឺជាតម្លៃពិតប្រាកដដែលមិនអាចហើរអស់ក្លិនឬចាស់ជរាទៅតាមកាលវេលាឡើយកាលណាបុគ្គលម្នាក់មានសិលបរិសុទ្ធវាបង្កើតបានជាសន្តិភាពផ្លូវចិត្តដែលជាប់នៅជាមួយគេជានិច្ចប៉ុណ្ណាទី2អំណាចនៃការសាយភាយដែលគ្មានព្រំដែនរារាំងធម្មជាតិនៃក្លិនរូបវ័ណ្ណគឺពឹងផ្អែកទាំងស្រុងទៅលើខ្យល់បើគ្មានខ្យល់ក្លិនមិនអាចសាយភាយហើយបើមានខ្យល់បក់បញ្ច្រាស់ក្លិនក៏ត្រឡប់ថយក្រោយវិញព្រមទាំងអាចត្រូវរាំងស្ទះដោយសារជញ្ជាំងឬភ្នំផ្ទុយទៅវិញក្លិននៃសិលធម៌មិនត្រូវការខ្យល់ជាយានជំនិះទេអំពើល្អគេឈ្មោះនិងសេចក្តីស្មោះត្រង់របស់បុគ្គលម្នាក់អាចឆ្លងកាត់ព្រំដែនភូមិសាស្ត្រមនុស្សនៅប្រទេសផ្សេងក៏អាចស្គាល់និងគោរពបុគ្គលរស់នៅប្រទេសមួយទៀតបានតាមរយៈស្នាដៃនិងគុណធម៌របស់គាត់ព្រំដែនពេលវេលាដោយដែលយើងកំពុងលើកយកពរិយាប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនិងព្រះអរហន្តទាំងឡាយមកសិក្សានៅថ្ងៃនេះទោះបីជាព្រះអង្គព្រះនិព្វានទៅជាង2500ឆ្នាំហើយក្តីក៏គេឈ្មោះនឹងគុណធម៌ក្លិនរបស់ព្រះអង្គនៅតែក្រអូបសាយភាយដល់សព្វថ្ងៃផងទី3អ្វីបានជាក្លិនសិលអាចឈានដល់ទេវលោកឋានសួគ៌ក្នុងទស្សនៈព្រះពុទ្ធសាសនាទេវតាមានកាយទិព្វនិងមានចក្ខុទិព្វសោតទិព្វជាទូទៅទេវតាមិនសូវចូលចិត្តនៅក្បែរមនុស្សទេព្រោះមនុស្សពោពេញទៅដោយកិលេសលោភៈទោសៈមោហៈដែលបង្កើតជាអារម្មណ៍ក្តៅក្រហាយនិងបញ្ចេញនូវក្លិនអាក្រក់ខាងផ្លូវចិត្តប៉ុន្តែនៅពេលដែលបុគ្គលណាម្នាក់រក្សាសិលបានបរិសុទ្ធសម្បីតែសិល5ប្រចាំថ្ងៃចិត្តរបស់គេនឹងស្ងប់កិលេសរលត់ចុះ
ពេលនោះរាងកាយនិងចិត្តរបស់គេនឹងបញ្ចេញនៅធម៌ពលបរិសុទ្ធឬសេចក្តីត្រជាក់ត្រជុំដែលទេវតាអាចដឹងបានពេលទេវតាបានទទួលនៅរស្មីឬក្លិននៃគុណធម៌នេះពួកគេនឹងមានសេចក្តីជ្រះថ្លាចូលមកគោរពបូជានិងតាមថែរក្សាការពារបុគ្គលនោះឲ្យជួបតែសេចក្តីសុខនេះជាអត្ថន័យជ្រៅនៃឃ្លាថាសាយភាដល់ទេវលោកទី4តម្លៃនៃការយកមកអនុវត្តក្នុងជីវិតជាក់ស្ដែងការអធិប្បាយនេះមិនមែនសំដៅត្រឹមតែអ្នកបួសឡើយតែគឺសំដៅយើងគ្រប់គ្នានៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងការបោកប្រាស់និងភាពស្មុគស្មាញបុគ្គលដែលប្រកាន់ជាប់នូវសេចក្តីទៀងត្រង់មិនបៀតបៀនអ្នកដទៃមានសិលគឺជាបុគ្គលដ៏កម្រនិងមានតម្លៃបំផុតខ្លះនេះហើយដែលនឹងទាក់ទាញកល្យាណមិត្តមិត្តល្អឱកាសល្អនិងសេចក្តីទុកចិត្តពីអ្នកដទៃមកក្នុងជីវិតរបស់យើងដោយស្វ័យប្រវត្តិតើអ្នកយល់ថានៅក្នុងសង្គមបច្ចុប្បន្ននេះយើងគួរផ្ដើមការបណ្ដោះក្លិននៃសិលនេះពីចំណុចតូចៗណាខ្លះជាមុនដើម្បីឲ្យជីវិតរបស់យើងនិងអ្នកជុំវិញខ្លួនមានសេចក្តីសុខពិតប្រាកដបងការសិក្សាព្រះគិថាធម្មបទទី56នៃសាច់រឿងរបស់ព្រះមហាកសបថៃជាមួយព្រះអិនមិនត្រឹមតែជាការរៀនអំពីប្រវត្តិសាស្ត្រសាសនាប៉ុណ្ណោះទេប៉ុន្តែវាបានផ្ដល់នូវអត្ថប្រយោជន៍និងមេរៀនជីវិតយ៉ាងជ្រាលជ្រៅសម្រាប់អនុវត្តក្នុងសង្គមបច្ចុប្បន្នខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗនៃការសិក្សានេះផងណាទី1ការយល់ដឹងពីតម្លៃពិតនៃសម្រស់ខាងក្នុងមេរៀននេះបង្រៀនយើងឲ្យឈប់ផ្ដោតខ្លាំងពេកលើរូបរាងខាងក្រៅឬសម្ភារៈនិយមដូចជាទឹកអប់ឬគ្រឿងអលង្ការវាជួយឲ្យយើងយល់ថាសិលធម៌និងចរិយាមារយាទគឺជាគ្រឿងអលង្ការដ៏ពិតប្រាកដដែលធ្វើឲ្យមនុស្សម្នាក់ៗមានតម្លៃនិងគួរឲ្យគោរពស្រឡាញ់ពីអ្នកដទៃទោះបីជាគេគ្មានទ្រព្យសម្បត្តិស្រុកស្រែក៏ដោយទី2បណ្ដោះស្មារតីមេត្តាធម៌មេរៀនពីព្រះមហាកសបៈតាមរយៈសកម្មភាពរបស់ព្រះមហាកសបថាដែលលោកមានបំណងចង់ជួយតែអ្នកក្រីក្រឲ្យមានឱកាសបានសាងបុណ្យវាបង្រៀនយើងឲ្យមានសេចក្តីមេត្តានិងការគិតគូរដល់អ្នកដែលខ្វះខាតនៅក្នុងសង្គមវាដាស់តឿនយើងថាអ្នកមានអំណាចឬអ្នកមានបុណ្យស័ក្តិគួរតែប្រើប្រាស់លទ្ធភាពរបស់ខ្លួនដើម្បីលើកស្ទួយអ្នកដែលទន់ខ្សោយទី3ការពង្រឹងជំនឿលើផលបុណ្យនិងសេចក្តីល្អសាច់រឿងបង្ហាញថាសម្បីតែព្រះអិនដែលជាស្ដេចទេវតាក៏នៅតែមានសេចក្តីប្រាថ្នាចង់សាងបុណ្យជាមួយអ្នកមានសិលដែរនេះបញ្ជាក់ថាពលល្អគឺជាទ្រព្យសកលដែលគ្រប់គ្នាតម្រូវការវាផ្ដល់កម្លាំងចិត្តឲ្យយើងជឿជាក់ថារាល់ការធ្វើអំពើល្អនឹងមិនសាបសូន្យឡើយទោះបីគ្មានមនុស្សមើលឃើញក៏មានទេវតាដឹងឮដែរប៉ុណ្ណាទី4ការសាងកេរ្តិ៍ឈ្មោះដែលមិនចេះរលត់ព្រះជាថាបញ្ជាក់ថាក្លិននៃសិលអាចហៅបញ្ច្រាស់ខ្យល់និងសាយភាដល់ទេវលោកក្នុងន័យធៀបសម្រាប់ជីវិតមនុស្សបច្ចុប្បន្នគឺការសាងកេរ្តិ៍ឈ្មោះល្អកាលណាយើងរស់នៅដោយភាពស្មោះត្រង់និងមានគុណធម៌មនុស្សជុំវិញខ្លួននឹងនិយាយសរសើរពីយើងក្លិនក្រអូបដែលការសរសើរនេះនឹងនៅជាប់ក្នុងចិត្តមនុស្សជាច្រើនជំនាន់ទោះបីជាយើងស្លាប់ទៅហើយក៏ដោយទី5ការរស់នៅដោយសេចក្តីថ្លៃថ្នូរនិងសុវត្ថិភាពបុគ្គលដែលមានសិលតែងតែរស់នៅដោយសេចក្តីស្ងប់ចិត្តមិនក្តៅក្រហាយដោយសារការភូតភរឬការបៀតបៀនអ្នកដទៃការសិក្សានេះរំលឹកយើងថាការរក្សាសិលដូចជាសិល5គឺជាការការពារខ្លួនឯងឲ្យជួបតែសេចក្តីសុខនិងទទួលបានការតាមថែរក្សាពីធម្មជាតិនិងមនុស្សល្អៗជំវិញខ្លួនទី6មេរៀនអំពីការបន្ទាបខ្លួនមេរៀនពីព្រះអិនការដែលព្រះអិនសុខចិត្តខ្លែងខ្លួនជាមនុស្សចាស់ក្រីក្រដើម្បីដាក់បណ្ឌបាតបង្រៀនយើងអំពីភាពបន្ទាបខ្លួនមិនថាអ្នកមានឋានៈខ្ពង់ខ្ពស់ប៉ុណ្ណានោះទេការគោរពចំពោះអ្នកមានគុណធម៌និងការលះបង់នូវអាស្មិមានះភាពមានះប្រកាន់ខ្លួនគឺជាចំណុចចាប់ផ្ដើមនៃសេចក្តីចម្រើនសរុបមកការសិក្សាព្រះគិថានេះជួយឲ្យយើងក្លាយជាបុគ្គលដែលមានក្លិនក្រអូបខាងវិញ្ញាណដែលជាពន្លឺនាំផ្លូវជីវិតឲ្យជួបតែសេចក្តីថ្លៃថ្នូរសុភមង្គលនិងសន្តិភាពផ្លូវចិត្តពិតប្រាកដបងអញ្ចឹងអាត្មាភាពព្រះវិខុសន្តិធម្មទេពចន្ទសរិនសូមលើកយកនៅប្រធានបទជាប់តាក់ទងនឹងព្រះគិថាធម្មបទទី56មានប្រមាណប៉ុណ្ណាអាត្មាភាពព្រះវិខុសន្តិធម្មទេពចន្ទសរិនសូមលើកបនកសោទាំងអស់ប្រគិនប្រការណាប្រគុំម្ចាស់គ្រប់អង្គនិងចែកជូនដល់អ្នកញោមប្រុសស្រីគ្រប់គ្នាសូមបានជាបនិស័យនៃការរួចបរិញ្ញៈទុកគ្រប់អង្គគ្រប់គ្នាប៉ុណ្ណាអនុមោទនា